ល្អមែនទេបងប្អូននេះល្អមែនទេដឹងតលុកហ្មងណាពេញឆ្ងាញ់បងប្អូននេះសួស្តីបងប្អូនបាទថ្ងៃនេះថាចេញទៀតហើយបងប្អូនបាទប៉ុន្តែថ្ងៃនេះមិនមែនចេញទៅស្ទូចត្រីទៀតទេបងប្អូនបាទគឺនាំគ្នាទៅបេះស្លឹកកដេវបាទបងប្អូនបាទសម្រាប់អ្នកខេត្តរតនគិរីគឺច្បាស់ណាស់បាទច្បាស់ជាពួកគាត់ស្គាល់បាទច្បាស់មែនតើតកតងនឹងស្លឹកកដេវហ្នឹងបងប្អូនបាទហើយសម្រាប់ថ្ងៃនេះបងណាគឺពួកខ្ញុំគ្រូសានេះមកគ្រូសាតែម្ដងបើនាំគ្នាទៅបេះស្លឹកកដេវហ្នឹងដោយសារតែខានហូបវាយូរដែរបងប្អូនបាទដោយសារតែពី3ខែមុនវារដូវភ្លៀងពេកហើយណាមួយវាមិនទាន់ល្អទេដល់ពេលផុតវារដូវភ្លៀងមករៀងល្អបន្តិចហើយក៏យើងនាំគ្នាបាទដើរបេះហើយចឹងទៅហើយកន្លែងដែលពួកខ្ញុំដើរបេះនេះគឺនៅតាមផ្លូវជាតិតែម្ដងគឺវាអត់មានឆ្ងាយទេបងប្អូនបាទគឺនៅតាមផ្លូវលំផ្លូវធំតែម្ដងបាទហើយសម្រាប់អត្ថប្រយោជន៍ស្លឹកកដេវនេះគឺមានច្រើនបងប្អូនបាទជាពិសេសបាទធ្វើម្ហូបបាទសម្រាប់យើងស្លណាបងប្អូនបាទសម្រាប់យើងស្លកកូរស្លអីបាទផ្សេងទៀតគឺច្រើនមែនតើបាទច្រើនមុខមែនតើលើកលែងតែឆាវាមិនសូវជាវាមិនសូវល្អទេបាទដោយសារវាប្រភេទជាស្លឹកអញ្ចឹងណាឆាទៅវាអាចទក់អីចឹងទៅបាទបើយើងស្លគឺត្រូវមកបងប្អូនបាទគឺជាតិតែម្ដងបើសិនយើងស្លទៅគឺដឹងតែអែមហើយបងប្អូនបាទជាពិសេសយើងដាក់ជាមួយសាច់ត្រីបាទសាច់អីផ្សេងណាបងប្អូនបាទហើយសម្រាប់អត្ថប្រយោជន៍សម្រាប់រុក្ខជាតិមួយនេះគឺសម្បូរមែនទែនបងប្អូនដោយសារតែក្នុងនឹងគឺវាមានជាតិរៀងបាទផ្អែមហើយនឹងលាយចាត់តិចបាទហើយជាពិសេសវាជួយដល់កាពះយើងបងប្អូនបាទពេលដែលយើងហូបនឹងទៅវាអាចនឹងជួយសម្រួលដល់កាពះយើងធ្វើជាប្រៀបដូចជាឱសថអញ្ចឹងបងប្អូនបាទគឺมันអាចរកបានទេបងប្អូនបាទហើយកន្លែងវាដុះហ្នឹងគឺមិនសូវមានទេបងប្អូនបាទមានតែម្ដុំអញ្ចឹងទៅហើយណាមួយពេលយើងវាដុះខ្ពស់អញ្ចឹងទៅយើងមិនអាចយកវាបានទេបើយើងកាប់ដើមវាទៀតអញ្ចឹងអ្នកក្រោយគឺมันអាចរកវាបានទៀតទេអញ្ចឹងណាហើយអ្វីដែលយើងត្រូវគឺយើងបេះតាត្រួយវាមកបាទបេះតាត្រួយវាស្លឹកវាហ្នឹងអាខ្ចីហ្នឹងគឺយើងអាចហូបបានហើយបាទអញ្ចឹងសម្រាប់ថ្ងៃនេះគឺបានតែប៉ុណ្្នឹងសម្រាប់ខ្ញុំបាទហើយបើប្រពន្ធខ្ញុំវិញគឺគាត់បានដើរច្រើនបាទគាត់បេះច្រើនមែនតើបាទសារគាត់ជំនាញជាងខ្ញុំបងប្អូនបាទហ្នឹងហើយអរគុណច្រើនបងប្អូនបាទសម្រាប់ថ្ងៃនេះផងដែរ